បាទសូមគោរពជំរាបសួរស្វាគមន៍មកកាន់ Channel ស្រីញហូថ្ងៃនេះដែរខ្ញុំមកបង្រៀនអ្នកនរគ្នាពីរបៀបធ្វើវីដេអូ AI ជួសជុលឡានបែបនេះដែលវីដេអូនីមួយបានរាប់រយ K view ហើយវីដេអូបែបនេះជនជាតិបរទេសចូលចិត្តមើលណាស់វីដេអូបែបនេះប្រើប្រាស់ AI ធ្វើសុទ្ធតែម្ដងហើយវីដេអូបែបនេះផុសនៅក្នុង YouTube អាចរកលុយបានដូចគ្នាបាទវីដេអូនេះដែរសម្រាប់អ្នកដែលមកថ្មីសូមកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងណាបាទជាដំបូងអ្នកនរគ្នាគ្រាន់តែចូល Chat GPT មករួចឆាតពាក្យថា Create AI car prompt for everything scene បន្ទាប់មក Chat GPT នឹងធ្វើ scene បែបនេះឲ្យអ្នកនរគ្នាពី scene 1រហូតដល់ scene 15បន្ទាប់មកអ្នកនរគ្នាគ្រាន់តែ copy scene ទី1មកបាទ copy បែបនេះហើយអ្នកនរគ្នាចុចចេញមកបន្ទាប់មកទៀតចុចទៅក្នុង app មួយទៀតឈ្មោះថា Flow បាទបន្ទាប់ពីចូលទៅក្នុងកម្មវិធី Flow ហើយអ្នកនរគ្នាចុចខាងក្រោមនេះមករួចយកពាក្យថាវីដេអូហើយយកវីដេអូទី2នេះឈ្មោះថា Video 3 Live នេះបន្ទាប់មកយើងផាស scene ដែល copy ពី Chat GPT អំបញ្ញមិញហ្នឹងយកមកផាសនៅក្នុងកម្មវិធី Flow មួយនេះបន្ទាប់មកទៀតចុចបញ្ជូនអូអត់ទោសខ្ញុំភ្លេចប្រាប់បន្តិចបើអ្នកនរគ្នាចង់បានវីដេអូបែបផ្ដេកអ្នកនរគ្នាគ្រាន់តែផ្លាស់ប្ដូរកន្លែងនេះមករួចយកពាក្យថាយកកន្លែងពាក្យថានេះ 16.9 នេះកន្លែង 9.16 នេះវិញគឺជាវីដេអូបែបបញ្ឈរសម្រាប់ផុសនៅក្នុងវីដេអូ Short ឬក៏ TikTok បាទត្រឡប់មកវិញមកបន្ទាប់ពីយើងផាសហើយយើងចុចបញ្ជូនមកវា generate ឲ្យយើងជាវីដេអូបែបជួសជុលឡាននៅក្នុងដើមវីដេអូអំបញ្ញមិញហ្នឹងបាទសូមរងចាំបន្តិចមកវាកំពុងតែ generate ឲ្យយើងហើយមួយ scene ដែលយើង generate បែបនេះគឺបាន8 second ក្នុងមួយម៉ាស៊ីនវាហ្នឹងបាន8 second បាទសូមរងចាំតិចទើបតែបាន 60% ទេបាទវា generate ឲ្យយើងហើយយើងចុចមើលបន្តិចមកពី scene ទី2ពីក្នុង Chat GPT មកបាទរួចយកទៅបាទវីដេអូនេះដែរខ្ញុំសូមធ្វើបានតែ2 scene នេះទេកុំឲ្យវីដេអូយើងវែងពេកអញ្ចឹង scene លើកក្រោយអ្នកនរគ្នាគ្រាន់តែយក scene ពី Chat GPT រួចហើយយកមកផាសក្នុង App Flow នេះមកហើយយើងចុច download ហើយយកទៅកាត់តក្នុង CapCut យកតែម្ដងបាទសូមចាំបន្តិចឲ្យ scene ទី2នេះបញ្ចប់ទើបខ្ញុំប្រាប់ពីរបៀប download
បាទវីដេអូនេះដែរសូមអធិស្ឋានមែនទែនចំពោះសំឡេងរំខាននៅក្នុងវីដេអូនេះសូមអ្នកនរគ្នាអធិស្ឋានដល់រូបខ្ញុំបាទផងណាបាទរបៀប download យើងគ្រាន់តែចុចសញ្ញាលើនេះមកហើយយើងចុចខាងក្រោមនេះមកនោះវានឹង download រួចជាស្រេចបាទសូមអរគុណសូមជម្រាបលា